រួចរាល់ហើយឆាប់ចេញពីបន្ទប់ខ្ញុំទៅបន្ទាប់ពីគ្រប់យ៉ាងបានបញ្ចប់រាងសង្ហាវាចាខ្លាំងៗទាំងកំពុងដកភាពដឹងមាំចេញពីរាងរបស់នាងធ្វើឲ្យអ្នកកំពុងស្ដាប់ហួសចិត្តជាខ្លាំងនេះគេចិត្តអាក្រក់ដល់ថ្នាក់បង្គាប់ពីនាងដែលកំពុងតែឈឺចាប់ឡើងទ្រមខ្លួនបែបនេះដោយសារតែគេមែនទេខ្ញុំដឹងហើយវិយាស្រដីឡើងទាំងមានលីឡំសម្លេងយំសសឹកនៅចុងប្រយោគដោយរហ័សប្រឹងក្រោកចុះពីលើគ្រែយ៉ាងលំបាកមុននឹងអោនរើសម្លៀកបំពាក់ហើយស្លៀកពាក់មួយយឺតៗដោយកិរិយាឈឺចាប់ពេញខ្លួនហើយកំឡោះសង្ហេបានស្លៀកកន្សែងបាត់បាំងល្វែងក្រោមនិងអង្គុយកោងតាក់ខ្លានៅលើគ្រែសម្លឹងមើលសភាពគួរឲ្យសង្វេគរបស់នាងទាំងញញឹមចុងមាត់យ៉ាងសមចិត្តឲ្យតែគេក៏លេចឃើញស្នាមឈាមក្រហមច្រាលដែលតក់នៅលើពុកនៅពេលណាធ្វើឲ្យគេពេញចិត្តជាខ្លាំងមិននឹកស្មានថាប្រុសដំបងរបស់នាងគឺជាគេសោះឈប់សិនស្របពេលដែលនាងតូចកំពុងដើរតេះតាសជិតដល់ទ្វារបន្ទប់ហើយនោះរាងសង្ហាក៏ប្រញាប់ស្រែកខាត់ខ្លាំងបណ្ដាលឲ្យស្រីក្រមុំតូចដំណើរងាក់ងាកមករកគេយឺតទាំងទឹកភ្នែកហូររហាមទោះជាយ៉ាងណាខ្ញុំត្រូវតែលេងលះនាងកុំគិតថាខ្ញុំដេកជាមួយនាងហើយខ្ញុំបដូរចិត្តមិនលេងលះជាមួយនាងឲ្យសោះល្ងាចនេះខ្ញុំឲ្យសុងបុនយកក្រដាសលេងលះទៅឲ្យឥឡូវនេះក៏បានខ្ញុំសញ្ញាឲ្យភ្លាមមិនចាំយូរទេប្រយោគនេះមានលក្ខណៈធម្មតាសម្រាប់នាងតូចខ្លាំងតែបែរជាមិនធម្មតាសម្រាប់អ្នកកំឡោះព្រោះគេស្ដាប់ទៅដូចជាមានអារម្មណ៍ថានាងកំពុងតែស្រដីឌឺដងដាក់គេទៅវិញនាងកើនខ្ញុំព្រមជាមួយសំណួរមួយឃ្លានេះថៃយ៉ងបានស្ទុះទៅកញ្ឆក់ដៃនាងតូចយ៉ាងលឿនបណ្ដាលឲ្យកាយតូចដែលគ្មានកម្លាំងលះល្ហៃត្រូវជ្រុលខ្លួនទៅបុកនឹងដើមទ្រូងគេមួយទំហឹងតែម្ដងខ្ញុំមិនបានកើនទេតែខ្ញុំមិនចង់ឲ្យលោកចាំយូរតែប៉ុណ្ណោះចង់សញ្ញាភ្លាមមានមើលសភាពខ្លួនឯងទេខ្សោយញ័របែបនេះបើសញ្ញាខុសអ្នកណាទទួលខុសត្រូវខ្ញុំគ្មានក្រដាសលេងលះឲ្យនាងសញ្ញាច្រើនដងទេចាខ្ញុំយល់ហើយអីចឹងខ្ញុំសុំលាវីយ៉ាតបខ្សៅមុននឹងប្រឡែសដៃគេចេញរួចបោះជំហានចាក់ចេញពីបន្ទប់របស់គេភ្លាមមិនចាំយូរបន្ទាប់ពីបានចំណាយពេលអស់មួយសន្ទុះដើម្បីដើរមកបន្ទប់ខ្លួនឯងវិញយ៉ាងលំបាកហើយនោះវីយ៉ាប្រញាប់បិទទ្វារបន្ទប់ចាក់សោយ៉ាងជិតមុននឹងទម្លាក់ខ្លួននៅលើពុកយំយោកស្របពេលដែលដៃទាំងគូកំពុងតែអោបខ្លួនដែលមានសភាពញ័រទៅត្រូវនាងពិតជាឈឺចាប់ខ្លាំងណាស់ហើយក៏ស្អកខ្ពើមខ្លួនឯងពិតមែនព្រោះចាប់ពីពេលនេះទៅនាងលែងមានភាពបរិសុទ្ធដូចមុនហើយខ្លួនប្រាណដែលនាងខំថែរក្សាអស់រយៈពេល18ឆ្នាំពេលនេះត្រូវបានប្រឡាក់ប្រឡូកជាមួយមនុស្សប្រុសបាត់ទៅហើយនាងមានមុខឯណាទៅជួបម្ដាយនាងហើយគួរប្រាប់គាត់ថាម៉េចចំពោះរឿងនេះការកេងកិច្ចចុះគិតឡើងទាំងទឹកភ្នែករបស់វីយ៉ាបានរំលងផុតទៅយ៉ាងយូរទៅម្ចាស់កាយតូចដែលចិត្តក្រោកជឿដើម្បីរៀបចំងូតទឹកសម្អាតខ្លួនប្រាណទាំងនៅយំសសឹកនៅឡើយតុកល្ងាចមិនតាន់សំឡេងគោះទ្វារបានបន្លឺឡើងជាហេតុនាំឲ្យវីយ៉ារហ័សរហួនក្រោកទៅបើកទ្វារទាំងដំណើរធេងធងត្បិតនាងមិនតាន់បានញ៉ាំបាយតាំងពីព្រឹកមកម្ល៉េះថែមទាំងឈឺខ្លួនប្រាណពេញអស់រោគកន្លែងស្រណុកគ្មានទើបនាងក្រមុំមានសភាពស្លេកស្លាំងដើរមិនចង់ទៅមុខដូច្នេះអ្នកប្រុសឲ្យខ្ញុំយកលិខិតលេងលះមកឲ្យអ្នកនាងសុងបុនដែលជាមនុស្សចំណិតរបស់ថេយ៉ងបានស្រដីយ៉ាងទន់ភ្លន់ទៅកាន់នាងតូចទាំងញញឹមតិចអរគុណហើយលោកទៅវិញចុះបានសញ្ញារួចខ្ញុំនឹងយកឲ្យគេអ្នកប្រុសឲ្យខ្ញុំចាំយកពីនាងទៅឲ្យគាត់អូអីចឹងហ៎វីយ៉ាវិចារទៅងក់ក្បាលតិចជាការយល់ស្របមុននឹងលំបាកកាយបងរងបោះជំហានទៅរកតុក្នុងបន្ទប់ដើម្បីសញ្ញាស្រាប់តែកាយតូចចាប់ដើមឈរលេងចប់ឯកៅភ្នែកក៏ស្វាងអស់ទៅបណ្ដាលឲ្យនាងក្រមុំដួលទាំងចំហទៅលើអត់តែក៏បានសុងបុនទូលជាប់យ៉ាងរហ័សទៅមិនអីអ្នកនាងកាត់អីហ្នឹងអ្នកកំឡោះបានបោះសំណួរទាំងភាពភ្ញាក់ផ្អើលសម្លឹងមុខតូចច្រមុចចប់មិនដាក់ភ្នែកខ្ញុំឈឺក្បាលណាស់បាយចឹងខ្ញុំសូមអនុញ្ញាតស្រដីបានប៉ុណ្ណេះសុងបុនរហ័សបីកាយតូចដើរទៅរកក្រែដំណេកយ៉ាងលឿនមុននឹងដាក់កាយតូចថ្នមនៅលើក្រែស្របពេលដែលនាងក្រមុំកំពុងតែភ្ញាក់ផ្អើលជាខ្លាំងដែលគេមកបីនាងយ៉ាងស្និទ្ធស្នាលបែបនេះថោកទាបភ្លាមនោះសម្លេងក្រឡាបានបន្លឺឡើងខ្លាំងបណ្ដាលឲ្យវីយ៉ានិងសុងបុនរហ័សងាកមកសម្លឹងមើលប្រភពសម្លេងយ៉ាងលឿនធ្វើបណ្ដាលឲ្យចក្ខុរបស់កំឡោះក្រមុំទាំងពីរចាប់ផ្ដើមបើកឡើងធំដោយភាពភ្ញាក់ផ្អើលបុករួមអារម្មណ៍ផាត់ភ័យបន្ទាប់ពីបានឃើញថាម្ចាស់សម្លេងនេះគឺជាគឹមថេយ៉ងលោកប្រុសបើខ្ញុំមិនមកហៅនាងឲ្យទៅជួបម្ដាយនាងដោយផ្ទាល់ទេនោះខ្ញុំក៏ប្រហែលជាគ្មានថ្ងៃបានឃើញទង្វើដ៏ថោកទាបរបស់នាងទេរៀងសង្ហេពលមាក់ងាយស្រីក្រមុំទាំងមុខក្រហមងាងព្រោះតែភាពខឹងសម្បាមិនគួរណាគេត្រូវស្រីដូចជាវីយ៉ាបំពាក់ស្នែងឲ្យបែបនេះសោះទាំងដែលការពិតគ្រប់យ៉ាងវាគឺជារឿងយល់ច្រឡំវាជាការកាត់អើតែម្នាក់ឯងរបស់គេតែប៉ុណ្ណោះមិនឲ្យលោកគិតទេខ្ញុំអាចបកស្រាយបានមិនបាច់បកស្រាយទេព្រោះខ្ញុំនិងនាងគ្មានអីពាក់ព័ន្ធជាមួយគ្នាឡើយដូច្នេះនាងចង់តាក់ប្រុសណាក៏សូមអញ្ជើញតែថ្ងៃក្រោយកុំចង់តាក់ប្រុសនៅទីនេះហើយក៏មិនមែននៅផ្ទះនេះដែរ
មិនតាន់ដឹងការពិតផងលោកក៏ហ៊ានកាត់បែបនេះខួរក្បាលរបស់លោកគិតបានតែប៉ុណ្្នឹងទេតែអត់ទ្រាំនឹងការមើលងាយរបស់គេមិនបានវីយ៉ាក៏ได้ចាត់បោះប្រយោគនេះឡើងមកទាំងរលីងរលោងទឹកភ្នែកស្របពេលដែលថេយ៉ងកំពុងក្តាប់ដៃទប់កំហឹងដែលកើតមានឡើងទាំងរឿងដែលគេឃើញមុននេះនិងពាក្យសម្ដីឌឺដងសូបសៀតដែលនាងតូចហ៊ាននិយាយមកកាន់គេស្ទើរតែមិនជាប់នេះបើកុំតែគិតថានាងជាស្រីមិនអញ្ចឹងគេច្បាស់ចិត្តណាបែកមុខជាមិនខានហ៊ានឌឺដងអ្នកណាមិនហ៊ានមកហ៊ានឌឺដងដាក់គីមថេយ៉ងអ្វីទៅដែលជំរុញឲ្យនាងហ៊ាននិយាយបែបនេះជាមួយខ្ញុំឬក៏គិតថាខ្ញុំបានដេកជាមួយនាងហើយនាងមានសិទ្ធិប្រហើនដាក់ខ្ញុំបែបនេះថាម៉េចគូនឹងថេយ៉ងបានដេកជាមួយគ្នាហើយភ្លាមនោះអ្នកស្រីស៊ូដែលដើរមកដល់ល្មមក៏បានលើប្រយោគរបស់ថេយ៉ងពេញត្រចៀកធ្វើឲ្យអ្នកស្រីភ្ញាក់ផ្អើលមិនស្ទើរទេដែលកើតមានរឿងបែបនេះព្រោះពួកគេទាំងពីរនាក់មិនបានស្រឡាញ់គ្នាទេមិនគួរណាធ្វើរឿងបែបនេះកើតឡើយក្រោយពីបានលើប្រយោគសំណួររបស់ម្ដាយក្មេករួចថេយ៉ងមិនបានតបឡើយគេបែរជាបោះជំហានចាក់ចេញពីទីនោះដោយរពីក្រអើក្រទមបំផុតដែលមានសង្បុនរហ័សដើរតាមពីក្រោយនេះទីនោះអ្នកស្រីស៊ូរហ័សចូលក្នុងបន្ទប់គេងរបស់កូនស្រីដោយមិនភ្លេចចាក់គន្លឹះជាប់ទើបប្រញាប់សួរនាំទាំងរឹកពីសង្ស័យងឿងឆ្ងល់ហើយក៏ចង់ដឹងជាទីបំផុតមានរឿងអីកូនឆាប់ប្រាប់ម៉ាក់មកម៉ាក់កុំចង់ដឹងអីក៏តែពីម៉ាក់ទៅមករកខ្ញុំមានការអីវីយ៉ាព្យាយាមសម្រួលទឹកមុខធម្មតាបោះសំណួរទៅកាន់ម្ដាយជាការបង្វែរសាច់រឿងកុំឲ្យគាត់សួរនាំពីរឿងដែលថេយ៉ងនិយាយមុននេះធ្វើឲ្យអ្នកជាម្ដាយហាក់មើលដឹងពីជំរឿចិត្តរបស់កូនស្រីទៅប្រញាប់ឆ្លើយតបទាំងទឹកមុខសោកសៅខាងសាលាគេខំមកប្រាប់ម៉ាក់ឲ្យកូនទៅរៀនព្រោះមិនឃើញកូនទៅរៀនយូរហើយខាងសាលាខំមកប្រាប់ឲ្យកូនបង់ថ្លៃសាលាផងលុយថ្លៃបណ្ណាការដែលម៉ាក់យកពីគេនោះម៉ាក់ក៏ជួយបង់ឲ្យខ្ញុំផងគ្មានទេលុយនោះម៉ាក់សងបំណុលគេអស់ហើយដូច្នេះកូនត្រូវតែសុំថេយ៉ងរឿងចូលរៀនមិនបង់ថ្លៃសាលាម៉ាក់ម៉ាក់ធ្វើបែបនេះក្រែងម៉ាក់ថាលុយនោះទុកឲ្យខ្ញុំបង់សាលាមែនទេវីយ៉ាជំរិតសួរអ្នកជាម្ដាយឡើងតឹងសរសៃកនាងនឹងនឹកស្មានទេថាគាត់ជោគលុយទាំងនោះទៅសងបំណុលអស់ទាំងដែលគាត់ជាអ្នកនិយាយក្តៅៗថាទុកបង់សាលាឲ្យនាងរហូតរៀនចប់ធ្វើហូចទៅបើម្ចាស់បំណុលគេទាម៉ាក់គ្រប់ពេលនៅគម្រាមសម្រាប់ម៉ាក់ទៀតហើយម៉ាក់គ្មានលុយទេទៅយកលុយនោះទៅសងអស់ទៅដូច្នេះកូនត្រូវតែទៅសុំគេអ្នកស្រីស៊ូតបទាំងអន់មុខចោះមិនហ៊ានសម្លឹងមុខកូនសំបីបន្តិចខ្ញុំតើទៅសុំគេ100លានវ៉ុននៅព្រឹកមិញនេះហើយឥឡូវចង់ឲ្យខ្ញុំទៅសុំគេចូលរៀនមិនបង់លុយសាលាទៀតមែនទេម៉ាក់គិតថាគេព្រមទេដូចរឿងលុយ100លានវ៉ុនអីចឹងកូនគិតថាគេមិនឲ្យតែចុងក្រោយគេក៏ឲ្យរឿងនេះក៏ដូចគ្នាតោះតែកូនសាកសិនទៅដឹងថាគេឲ្យឬមិនឲ្យកូនគិតមើលឲ្យច្បាស់ទៅម៉ាក់ទៅវិញហើយអ្នកស្រីស៊ូស្រដីវែងឆ្ងាយមុននឹងបោះចំហៀនត្រឡប់ទៅផ្ទះវិញទុកឲ្យកូនស្រីនៅក្នុងបន្ទប់តែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់សារ៉ាវីយ៉ាអង្គុយគិតមួយសន្ទុះទើបនាងភ្ញាក់ខ្លួនថាភ្លេចរឿងម្យ៉ាងដែលត្រូវធ្វើតាមថេយ៉ងបញ្ជានាទីនោះស្រីក្រមុំរហ័សងាកសម្លឹងមើលលិខិតពេញលះស្រាប់តែមិនឃើញអ្វីសោះបណ្ដាលឲ្យស្រីតូចប្រញាប់ក្រោកទៅរកថេយ៉ងដើម្បីសួរនាំពីរឿងនេះលោកឲ្យសងបនយកលិខិតលេងលះឲ្យខ្ញុំមែនទេគ្រាន់តែមកដល់បន្ទប់ធ្វើការរបស់អ្នកកំឡោះភ្លាមនាងតូចរហ័សសួរនាំទាំងទឹកមុខងឿងឆ្ងល់មែនហើយចម្លើយតបបែបខ្លីៗស្របជាមួយទឹកមុខប្រងើយកន្តើយដោយដល់ដងតែខ្ញុំរកមើលពេញបន្ទប់ហើយមិនឃើញទេកុំប្រាត់ល្បិចរកកផាបាត់នេះខ្ញុំមិនល្ងងជឿនាងទេលោកនិយាយពីអីនាងកំងចាប់ផ្ដើមងៀងឆ្ងល់ជាខ្លាំងដែលអ្នកកំឡោះនិយាយមុននេះតើបស្រីល្អិតប្រញាប់បោះសំណួរទៅកាន់គេយ៉ាងលឿនដូច្នេះនាងមិនចង់លេងលះជាមួយខ្ញុំតើធ្វើជារកក្រដាស់លេងលះមិនឃើញបែបនេះមែនទេល្មមចុះទៅព្រោះខ្ញុំមិនល្ងងឲ្យនាងបោកបានងាយៗនោះទេគំនិតស្មុគរកបែបនេះមានតែនៅក្នុងខួរក្បាលរបស់លោកទេដោយអត់ទ្រាំនឹងពាក្យប្រមាថបើងាយរបស់ថេយ៉ងមិនបានតែវីយ៉ាដាច់ចិត្តនិយាយបែបនេះទាំងក្រវីក្បាលតិចៗបង្ហាញពីភាពហួសចិត្តជាខ្លាំងទៅកាន់អ្នកម្ខាងទៀតធ្វើឲ្យភ្លើងកំហឹងឆេះសន្ធោសន្ធៅនៅក្នុងខ្លួនកំឡោះសង្ហាភ្លាមនៅទីនោះកាយមមបានក្រោកឈរអស់កម្ពស់បោះជំហានចូលទៅចិត្តកាយតូចយ៉ាងគិស្និតទៅចាប់និយាយឡើងឥឡូវនេះប្រហើនហ៊ានតមកតកជាមួយខ្ញុំផងនាងគិតថាខ្ញុំមិនធ្វើអីនាងមែនទេប្រយោគសំណួរត្រជាក់ស្រៀបបានបន្លឺនៅក្បែរត្រជានាងក្រមុំធ្វើឲ្យម្ចាស់កាយដឹងពីហេតុការណ៍មិនសូវស្រួលទៅប្រញាប់រកវិធីកិច្ចខ្លួនខ្ញុំទៅវិញហើយចង់ទៅណាខ្ញុំនៅនិយាយជាមួយនាងមិនតាន់ចប់ទេថេយ៉ងបោះសំណួរស្របពេលដែលដៃមន់បានចាប់កញ្ឆក់ដៃតូចជាប់ណែនដោយវាទាញកាយតូចស្នើក្រសាបជាប់ក្នុងរង្វង់ដៃនៅនីតិបន្ទាប់ជាហេតុនាំឲ្យម្ចាស់កាយតូចប្រឹងរើចេញខ្លាំងៗតែក៏មិនបានផលមានរឿងអីនិយាយមកតែកុំធ្វើបែបនេះខ្ញុំមិនចូលចិត្តទេខ្ញុំក៏មិនចង់ប៉ះពាល់ខ្លួននាងប្រហែលដែរតែវាចាំបាច់ប្រាប់ម្ដាយនាងផងថាឈប់ជំពាក់បំណុលគេទៀតព្រោះវាប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំបើនៅតែមិនស្ដាប់
ខ្ញុំប្រើថតក្តៅហើយអន្តពាលនាងថាអ្នកណាអន្តពាលថាយ៉ងកំហុកសូហ្វីយ៉ាទាំងក្តីខឹងសម្បែរឡើងក្រហមមុខនាងព្រមជាមួយចាក់ខុកដោយបិសាយក៏បានសម្លឹងមុខទៅចំណិចជាប់ដោយភាពកោងកាចថាឲ្យលោកនឹងហេនាងក្រមុំមិនខ្លាចបែរជាកំហុកដាក់អ្នកកំឡោះវិញភ្លាមទាំងសម្លក់គេវិញដូចគ្នាមិនញញើតអីបន្តិចសោះខ្ញុំទុកឱកាសឲ្យនាងឆាប់ដកពាក្យសម្ដីនេះចេញភ្លាមរៀងសង្ហាអង្គក៏បញ្ជាស្រីតូចដោយសម្លេងខ្លាំងជាការដាក់សម្ពាធតែអ្នកម្ខាងទៀតបែរជាតបតែមួយម៉ាត់គាត់កាន់តែធ្វើឲ្យគេក្តៅចិត្តលើដើមអត់មែនទេល្អភេយ៉ងស្រដីទាំងងក់ក្បាលតិចដោយយកកណ្ដាលតក្រអមមាត់ខាងឆ្វេងបែបកំណាចមុននឹងប្រើដៃខាងស្ដាំចាប់កញ្ចឹងកតូចជាប់ទៅប្រហែសប្រថាប់បបោមាត់ក្រាស់ទៅលើបបោមាត់ស្ដើងមួយរំពេចធ្វើឲ្យអ្នកដែលមិនបានត្រៀមជាមុនត្រូវភ្ញាក់ផ្អើលផ្នែកដៃផ្នែកជើងភ័យញ័រស្ទើរលួសប្រលឹងផ្លាច់គ្រាន់តែការរើកញ្ជ្រោលទទួលបានជោគជ័យភ្លាមម្រាមដៃតូចស្រឡូនបានវត្តងួយទំហឹងទៅលើថ្ពាល់ខាងឆ្វេងរបស់អ្នកកំឡោះធ្វើឲ្យម្ចាស់កាយមាំត្រូវងាកមុខទៅម្ខាងមួយរំពេចសុបសារ៉ាហ្វីយ៉ាថេយ៉ងហៅឈ្មោះនាងក្រមុំពេញដោយក្តីខឹងសម្បារមុននឹងចាប់កាយតូចមកក្រសាបជាប់សាជាថ្មីហើយរហ័សទម្លាក់បបោមាត់ក្រាស់លើបបោមាត់ស្ដាងសាជាថ្មីទាំងខំញែងខ្លាំងភ្លាមមិនទុកយូរម្ដងនេះទោះជាហ្វីយ៉ាប្រឹងរើកញ្ជ្រោលស្រែកក្រហមក្នុងបំពង់កយ៉ាងណាក៏មិនអាចរើបានដូចមុនឡើយព្រោះថេយ៉ងបានប្រើកម្លាំងអស់ពីខ្លួនក្នុងការអោបកាយតូចជាប់ដើម្បីធ្វើការបឺតជញ្ជក់បបោមាត់ផ្អែមដូចទឹកឃ្មុំចប់មិនព្រមលែងធ្វើឲ្យស្រីក្រមុំស្ទើរតែដង្ហក់ខ្យល់ម្ដងទៅហើយដឹបនាងក្រមុំតែផងគក់ផងទៅលើទ្រូងហាប់ណែនរបស់អ្នកកំឡោះដើម្បីឲ្យគេព្រមលែងតែគេបែរជាមិនព្រមប្រឡែងចេញពីការថើបជញ្ជក់ញក់ញីទៅលើបបោមាត់របស់នាងសោះធ្វើឲ្យនាងតូចតន់ដៃតន់ជើងស្ទើរដួលម្ដងតែក៏ត្រូវអ្នកម្ខាងទៀតទប់ជាប់ថ្ងៃក្រោយហាមប្រហឿនដាក់ខ្ញុំបែបនេះទៀតឬទេក្រោយពីបានប្រឡែងពីការជំរិតថើបទៅលើបបោមាត់នាងតូចហើយនោះរៀងសង្ហាក៏បានបោះសំណួរទៅកាន់ស្រីល្អិតទាំងសម្លឹងមុខនាងជាប់ដោយទឹកមុខពិបាកប៉ាន់ស្មានចាហ្វីយ៉ាតបទាំងដង្ហក់ខ្យល់មុននឹងរត់ចេញទៅវិញទាំងក្តោបមុខជាប់ភ័យផងអៀនផងហើយក៏ខឹងផងដែលគេធ្វើបែបនេះផាំងអូយគ្រាន់តែរត់ដល់មាត់ទ្វារភ្លាមស្រីតូចស្រាប់តែបុកក្បាលផាំងនឹងទ្វារបន្ទប់ព្រោះតែនាងរវល់តែភ័យពេកទើបមិនបានប្រយ័ត្នភ្លេចគិតថាទ្វារបន្ទប់មិនទាន់បានបើកចំហបណ្ដាលឲ្យស្រីក្រមុំស្រែកចាច់ឡើងផ្លត់សំឡេងថេយ៉ងដែលបានឈរច្រត់ចង្កេះសំឡឹងមើលនាងក្រមុំឃើញគ្រប់ហេតុការណ៍ក៏បានផ្ទុះសំណាយខ្លាំងទាំងមិនដឹងខ្លួនស្របពេលដែលនាងតូចប្រញាប់រត់ចេញទាំងអង្អែលក្បាលញាប់ស្មេមិនហ៊ានងាកមើលមុខអ្នកកំឡោះសោះព្រោះតែកំពុងតែអៀនខ្មាស់ស្ទើរជ្រែកចូលទៅក្នុងដីហើយអ្នកកំឡោះគិតទៅតាមសម្លឹងមើលកាយតូចរហូតផុតកន្ទុយភ្នែកស្របពេលដែលភាពអស់សំណើចក៏នៅតែកើតមានក្មេងឈួតបន្ទាប់ពីនាងតូចចេញទៅបាត់ស្រមោលហើយនោះរៀងសង្ហាក៏បានពោលតិចទាំងញញឹមតែម្នាក់ឯងមុននឹងអង្គុយធ្វើការបន្តទាំងទឹកមុខមិនតាន់បាត់ស្នាមញញឹមនៅឡើយព្រឹកព្រលឹមឡើងស្រីក្រមុំដែលក្រុងឈុតសិស្សសាលាយ៉ាងស្រស់សោភាកំពុងបោះជំហានយឺតក្នុងទីធ្លាសាលាទាំងបង្ហាញអាការៈភ័យយ៉ាងម៉េចមិនដឹងពិតមែនហើយនេះជាថ្ងៃដំបូងដែលនាងចូលរៀនបន្ទាប់ពីបានខានចូលសាលាជាច្រើនសប្តាហ៍ហើយនោះគេនោះសិស្សានុសិស្សទាំងប្រុសទាំងស្រីកំពុងបាញ់ចាក់ខុកមករូបនាងថ្លៃព្រោះតែព័ត៌មានរបស់នាងនិងថេយ៉ងដែលបានចោលឲ្យតាសិវិលលួចលាក់ជាមួយគ្នាអស់រយៈពេលយ៉ាងយូរហើយនោះពេលដែលព័ត៌មានបែកធ្លាយនាងក៏មិនបានមកសាលាយូរគួរសមទើបគ្រប់គ្នាគិតថាជាការកិច្ចវេះមួយរបស់នាងសាស្រីដែលលួចស្រឡាញ់ម្ចាស់សាលាកំឡោះគឹមថេយ៉ងក៏ព្យាយាមបន្តកាយឲ្យដៃហុចកាយដាក់នាយហើយក៏ផ្លាស់ប្ដូរចិត្តគំនិតនាំគ្នាស្អប់ខ្ពើមវិយាខ្លាំងទៅឯសិស្សប្រុសដែលលួចចាប់ចិត្តលើនាងក៏លែងហ៊ានសំបីតែសម្លឹងមុខគ្រប់គ្នាបានដើរកិច្ចទាំងអស់លើកលែងតែកំឡោះសង្ហាដែលជាសិស្សច្បងរៀននៅសាលាជាមួយគ្នានៅតែបន្តធ្វើសកម្មភាពយកចិត្តទុកដាក់តាមបារម្ភហួងហែងដូចមុនមិនផ្លាស់ប្ដូរនៅទីនេះផងដែររៀងសង្ហាបានបោះជំហានចូលចិត្តស្រីតូចទាំងញញឹមពុព្រាយពីចម្ងាយស្របជាមួយប្រយោគសួរនាំត្រូវបានបន្លឺឡើងបន្ទាប់ពីកាយមាំបានប្រកាសក្បែរកាយតូចហើយនោះមិនក្បាច់មុខយំម្លេះហ្វីប្តីមិនឲ្យមុខរៀនមែនទេក្រាងជូវិនដែលជាសិស្សច្បងប្រុសសង្ហាម្នាក់បានពោលទាំងញញឹមតិចទៅកាន់សិស្សប្អូនដែលខ្លួនលួចស្នេហ៍តាំងពីឃើញនាងចូលរៀនលើកដំបូងអត់មានទេមិនដឹងតបយ៉ាងម៉េចស្រីល្អិតក៏តបយ៉ាងខ្លីបែបនេះទាំងអោនមុខចោលលក្ខភាពអៀនខ្មាស់នៅពេលដែលរៀងសង្ហាសួរនាងដូច្នោះដឹងថាបាត់យូរបែបនេះមានអ្នកនឹកទេ
ស្របជាមួយសំណួរមួយឃ្លានេះអ្នកកំឡោះបានប្រើស្មាមមបុកស្មាតូចតិចៗជាការបេះបួយឲ្យនាងតូចកាន់តែអៀនព្រានព្រោះពេលដែលនាងអៀនពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់មុខឡើងក្រហមប៉ក់តែម្ដងនិយាយអីឈួតនាងក្រមុំស្រដីខ្លាំងៗមុននឹងបោះជំហានយ៉ាងលឿនបំណងកិច្ចពីអ្នកកំឡោះតែដំណើរនោះត្រូវតូចងាក់ទៅមុខលេងរួចបន្ទាប់ពីត្រូវអ្នកកំឡោះចាប់ដៃតូចកញ្ចក់វឹបបណ្ដាលឲ្យចំហរបស់នាងក្រមុំដួលទៅលើកាយមាំមួយរំពេចស្របពេលដែលអ្នកម្ខាងទៀតរហ័សទ្រកាយតូចចាប់ណែនរូបភាពនេះបានធ្វើឲ្យសិស្សគ្រប់គ្នាសម្លឹងមើលពួកគេទាំងចំហមាត់ធ្លុងព្រោះសកម្មភាពទាំងនេះវាពិតជាស្និទ្ធស្នាលខ្លាំងណាស់មិនខុសអីពីគូសង្សារនឹងគ្នាឡើយទាំងដែលហ្វីយ៉ាក៏មានប្តីរួចទៅហើយតែនៅមានសកម្មភាពបែបនេះជាមួយប្រុសផ្សេងទៀតបណ្ដាលឲ្យពាក្យចចាមអារាមត្រូវបានលេចលឺភ្លាមៗរឿងសារ៉ាហ្វីយ៉ាកំពុងចាប់ត្រីណៃច្រើនលោកធ្វើអីមិនចេះខ្មាស់គេទេចាំលេងខ្ញុំភ្លាមគេមើលមកច្រើនណាស់ហ្វីយ៉ាពោលទាំងប្រឹងរើបំរះខ្លាំងៗទាំងកំហឹងកំពុងតែឆេះឆួលបន្ទាប់ពីត្រូវរៀងសង្ហាធ្វើដោយចិត្តឯងមិនទុកមុខឲ្យនាងជាមនុស្សស្រីបែបនេះអ្នកណាចង់មើលក៏ស្រែកទៅគេទៅខ្ញុំមិនខ្វល់ទេរៀងសង្ហាមិនត្រឹមស្រដីតែមាត់តែគេបែរជាបន្ថែមកម្លាំងរឹតរួតកាយតូចខ្លាំងលើមុនទ្វេដងទាំងមិនភ្លេចញញឹមចុងមាត់ជាការឌឺដងឲ្យនាងក្រមុំឡើយកំឡុងពេលដែលកំឡោះសង្ហាជូវិនកំពុងសប្បាយដៃក្នុងការបេះបួយញញោឲ្យនាងតូចខឹងក៏ជាពេលដែលកំឡោះសង្ហាទេយ៉ងឈរសម្លឹងមើលពីចម្ងាយតាមរយៈបង្អួចកញ្ចក់នៃអគារជាន់ទី4ដែលជាការិយាល័យធ្វើការរបស់គេរៀងសង្ហាបានឃើញគ្រប់សកម្មភាពទាំងអស់ធ្វើឲ្យម្រាមដៃទាំង10ប្រឹងក្តាប់ជោគគ្នាយ៉ាងណែនចេញសរសៃដៃយ៉ាងរវាមគួរខ្លាចស្រាប់ពេលដែលសំឡេងខាំធ្មេញបានបន្លឺឡើងគ្រឹះក្រតមិនចាំយូរដៃមមរហ័សលាចេញពីគ្នាមុននឹងលូកយកទូរស័ព្ទចេញពីក្នុងហប៉ៅខោដើម្បីខលទៅរកនរណាម្នាក់ទាំងចក្ខុនៅរក្សាលំនឹងក្នុងការសម្លឹងមើលអ្នកដែលមាននាមជាភរិយាដដែលអាឡូវីយ៉ាមកជួបខ្ញុំក្នុងបន្ទប់ធ្វើការឥឡូវនេះខ្ញុំមានរឿងនិយាយជាមួយនាងប្រយោគបញ្ជាបានបន្លឺឡើងខ្លាំងៗបន្ទាប់ពីអ្នកម្ខាងទៀតបានចុចទទួលមុននឹងសម្លេងកាត់ផ្ដាច់ប្រព័ន្ធទូរស័ព្ទលន់ឡើងទូតនៅនីតិបន្ទាប់ក្រោមស្នាដៃរបស់អ្នកកំឡោះតោក15នាទីក្រោយមកសម្លេងគោះទ្វារបានបន្លឺឡើងស្របពេលដែលដៃតូចស្រឡូនបានរុញទ្វារចូលនៅនីតិបន្ទាប់ពេលนั้นទៅបងថ្លៃសាលាប្រយោគសំណួរត្រូវបានបន្លឺឡើងក្រោយពីកាយតូចបានប្រកាសខ្លួននៅមុខតុធ្វើការរបស់រៀងសង្ហាតែម្ចាស់សំណួរបានអង្គុយនៅលើកៅអីសម្លឹងមើលកិច្ចការនៅក្នុងកុំព្យូទ័រធ្វើមិនដឹងដូចមិនបានចាប់អារម្មណ៍ពីអ្នកម្ខាងទៀតបន្តិចសោះខ្ញុំមិនតាន់មានលុយទេចាំល្ងាចនេះខ្ញុំទៅរកការងារក្រៅម៉ោងធ្វើហើយយកលុយមកសងលោកខ្លះៗតាមដែលអាចធ្វើទៅបានវីយ៉ាតបទាំងអោនមុខចោះមិនហ៊ានសម្លឹងមុខដៃគូសន្ទនាសំបីបន្តិចទាំងដែលអ្នកម្ខាងទៀតកំពុងលួចនាងភ្នែកសម្លឹងមុខនាងថ្លៃចង់ទៅធ្វើការក្រៅម៉ោងឲ្យខ្ញុំបាក់មុខនេះយ៉ាងម៉េចគ្មានខួររៀងសង្ហាបានទោសនាងក្រមុំញាត់ទាំងសម្លក់ថ្លៃមិនព្រមឈប់កាប់ប៉ទៅគេមិនបានកំណាញ់អីនឹងលុយប៉ុណ្ណឹងទេតែគេចង់ឲ្យនាងនិយាយសុំគេឲ្យស្រួលបួលតែប៉ុណ្ណោះបើមិនធ្វើបែបហ្នឹងទេខ្ញុំគ្មានលុយយកមកបង់សាលាឲ្យលោកទេមិនក៏នាងមិនសុំពីអាប្រុសម្នាក់នោះប្រុសម្នាក់ណាអាប្រុសដែលស្និទ្ធស្នាលជាមួយនាងម្នាក់នោះគឺជាអ្នកណាទីបំផុតថេយ៉ងក៏ដាច់ចិត្តសួរអ្វីដែលគេចង់សួរតាំងពីដំបូងគេគិតថាសួរនេះសួរនោះដើម្បីឲ្យនាងនិយាយរឿងនេះចេញមកដោយខ្លួនឯងដែលគេមិនបាច់សួរធ្វើបែបនេះគេនឹងមិនបាក់មុខហើយនាងក៏មិនសង្ស័យអីលើគេតែមើលទៅនាងពិតជាមិនដឹងអីសោះគេសួរប៉ុណ្ណឹងហើយនាងនៅតែមិនចូលសាការទៀតដូច្នេះគេមានតែសួរត្រង់បែបនេះដើម្បីរហ័សដឹងរឿងហើយក៏សង្ឃឹមថានាងមិនសង្ស័យផងចុះជាសិស្សច្បងរៀនសាលាជាមួយគ្នានាងស្រឡាញ់គេគ្រាន់តែនាងតូចនិយាយចប់ភ្លាមថេយ៉ងក៏បោះសំណួរបន្តផ្លេតធ្វើឲ្យស្រីក្រមុំរហ័សសម្លឹងមកគេភ្លាមដោយភាពភ្ញាក់ផ្អើលសុកគេមកសួរនាងបែបនេះច្បាស់ជាមានរឿងអីជាមិនខានតែទោះជាយ៉ាងណានាងក៏ត្រូវតែឆ្លើយសំណួររបស់គេឲ្យបានលឿនបំផុតដើម្បីឆាប់បានត្រឡប់ទៅថ្នាក់រៀនវិញមិនតាន់ច្បាស់ទេចម្លែកបែបនេះធ្វើឲ្យរឿងសង្ហាក្រពន់មុខជាខ្លាំងព្រោះចម្លើយវាអាចស្រឡាញ់ផងនិងមិនស្រឡាញ់ផងដូច្នេះគេមិនអាចស្ងប់ចិត្តបានឡើយថានាងមិនបានស្រឡាញ់ប្រុសម្នាក់នោះដោយដែលចិត្តគេត្រូវការទើបអ្នកកំឡោះឃុំក្រងខ្លួនឯងមិនបានសោះឡើយបណ្ដាលឲ្យរឿងសង្ហាក្រោកឈរអស់កម្ពស់ព្រមជាមួយប្រយោគខ្លាំងៗត្រូវបានបន្លឺឡើងហាមនាងស្រឡាញ់គេដាច់ខាតប្រយោគនេះពិតជាកំហុសខ្លាំងលើសមុនទ្វេដងក៏មិនដឹងដែរថាហេតុអីថេយ៉ងកំហុសខ្លាំងបែបនេះតែដើម្បីស្រាយចម្ងល់នាងត្រូវតែសួរនាំឲ្យដឹងរឿងទៅបានហេតុអីធ្វើស្អីឲ្យចេះគិតផងនាងមានប្តីហើយមិនមែននៅទំនេរទៀតទេតែបន្តិចទៀតពួកយើងគង់តែលេងលះគ្នាទេមិនអញ្ចឹងសំណួរនេះហាក់ជាសាំងដែលចាក់ស្រោចលើរងើកភ្លើងនៃភាពខឹងក្រោធរបស់អ្នកកំឡោះឲ្យកាន់តែឆាប់ឆេះបន្តិចម្ដងជាហេតុនាំឲ្យបបោមាត់ក្រាស់នៅមិនស្ងៀមរហ័សបង្ហើបបំណំប្រយោគចេញមកភ្លាមមិនបង្អង់យូរចាំឲ្យថ្ងៃនោះម្ដងសិនទៅ
ចាំបើខ្ញុំសាកស្រឡាញ់គេបណ្ដាមិនបានទេសុខសារៈវីអាអេថេយ៉ុងទប់នឹងសំណួររបស់វីយ៉ាមិនបានទើបរៀងសង្ហារុញកាយតូចត្អឹបនឹងជញ្ជាំងភ្លាមធ្វើឲ្យអ្នកដែលមិនបានត្រៀមខ្លួនជាមុនស្រែកចេញមកខ្លាំងៗដោយភាពភ័យខ្លាចខ្ញុំមិនជាស្អីនាងត្រូវតែធ្វើតាមគ្មានសិទ្ធិប្រកែកហើយក៏គ្មានសិទ្ធិសួរនាំបើមិនអញ្ចឹងខ្ញុំនឹងចាត់ការនាងគ្រប់ទីកន្លែងថេយ៉ុងអោនខ្សឹបដាក់ត្រចៀកនាងតូចនៅចុងប្រយោគខណៈពេលដែលដៃមាំខាងស្ដាំបានលូកលើកជើងស្រឡូនខាងឆ្វេងរបស់នាងដាក់គៀវលើចង្កេះបាល់ខ្សាច់របស់គេភ្លាមនោះដំបងសាច់ដែលកំពុងតែខឹងតាមម្ចាស់បានចាក់លើក្បាលពោះរាបស្មើរបស់នាងតូចពេញបណ្ដាលឲ្យស្រីល្អិតចាប់អារម្មណ៍ដឹងច្បាស់ភ្លាមស្របពេលដែលចក្ខុទាំងគូរបស់ម្ចាស់កាយតូចត្រូវបានបើកឡើងធំព្រមជាមួយប្រយោគរត់ដុបត្រូវបានបន្លឺឡើងខ្ញុំដឹងហើយមិនស្រដីតែមាត់នាងប្រឹងរុញទ្រូងអ្នកកំឡោះចេញខ្លាំងទាំងងាកមុខចេញទៅម្ខាងគេចវេះពីការសម្លឹងរបស់គេឯរៀងសង្ហាវិញការបាត់ដឹងថានាងកំពុងភ័យតែងច្រាបនឹងការគំរាមរបស់គេហើយនោះគេកាន់តែអោបរឹតកាយតូចណែនជាងមុនធ្វើឲ្យដំបងសាច់កាន់តែសង្កត់លើក្បាលពោះរាបស្មើរបស់ស្រីក្រមុំខ្លាំងជាងមុនទ្វេដងស្ទើរតែរលាយចូលទៅក្នុងខ្លួននាងម្ដងលោកលេងខ្ញុំទៅខ្ញុំព្រមធ្វើតាមលោកហើយដោយភ័យខ្លាចខ្លាំងពេកដែលរៀងសង្ហានៅតែចូលពាក្យមិនព្រមលេងដូច្នេះទើបស្រីក្រមុំចាប់ផ្ដើមយំយកទាំងភ័យខ្លួនញ័រតាត់បង្កើតបានជាស្នាមញញឹមនៅលើផ្ទៃមុខរបស់អ្នកដែលមានព្រាបភ្លាមពេលឃើញដូច្នេះដំបងគិតថាដោះលែងដែរតែពេលនេះដូចជាមានអារម្មណ៍ហើយដូច្នេះមិនអាចដោះលែងនាងបានទេលោកនិយាយអីហ្នឹងលែងខ្ញុំអត់ទេវិយាបោះសំណួរមិនបានប៉ុន្មានផងក៏ត្រូវអ្នកកំឡោះលោកងើយតាមអំពើចិត្តតុកកំពុងតែធ្វើបាបនាងក្រមុំយ៉ាងមានសេចក្តីសុខផងនោះស្រាប់តែសំឡេងគោះទ្វារត្រូវបានបន្លឺឡើងធ្វើឲ្យអ្នកកំឡោះរហ័សបញ្ឈប់សកម្មភាពនៅពេលដែលបានឮប្រយោគស្រួយស្រែកកំពុងបន្លឺឡើងបងសម្លាញ់ទេបើកទ្វារអូនបន្តិចមកណាអូនទិញអាហារពេលព្រឹកមកញ៉ាំជាមួយបងគ្រាន់តែឮសំឡេងនិងប្រយោគនេះភ្លាមថេយ៉ុងក៏ដឹងច្បាស់តែម្ដងថាជាអ្នកណាទើបគេប្រញាប់ឆ្ងោកមុខមើលហ្វីយ៉ាមួយសន្ទុះហាក់កំពុងតែគិតថាគួរបន្តឬមិនឈប់តែភ្លាមនោះនាងក្រមុំបែរជាប្រឹងច្រានគេចេញមួយទំហឹងពេលដែលគេភ្លេចខ្លួនធ្វើឲ្យកាយមន់ត្រូវភ្ងាក់ទៅក្រោយមួយរំពេចវាបន្ទប់ត្រូវបានរបាក់ដោយដៃនាងក្រមុំហ្វីយ៉ាស្របពេលដែលថេយ៉ុងរហ័សរូតខោយ៉ាងលឿនជិះវៀងយូហ្វឺដឹងរឿងនេះជាមុនមានរឿងអីបងទេមិនក៏ហ្វីយ៉ាមកនៅក្នុងនេះជាមួយបងយូហ្វឺបោះសំណួរយ៉ាងលឿនទៅកាន់ថេយ៉ុងទាំងឈោងដៃទាញទ្វារបន្ទប់បាត់ចិត្តឈឹងបន្ទាប់ពីបានឃើញហ្វីយ៉ារត់ចេញទៅបាត់ទាំងយំក៏គ្រោកបែបនេះថេយ៉ុងមិនតបគេបែរជាចាប់កញ្ចឹងកយូហ្វឺជាប់ដោយរហ័សទម្លាក់បបោមមាត់បើចិញ្ចក់ខាំខ្លាំងទៅលើបបោមមាត់របស់នាងទាំងកំរោលព្រោះមុននេះគេស្ទើររត់តែខ្យល់ស្លាប់ទៅហើយនៅពេលដែលហ្វីយ៉ារងគេចាញ់ទាំងគេមិនទាន់បានសម្រេចគោលដៅបែបនេះដូច្នេះដើម្បីរំលត់ភ្លើងមួយនេះគេត្រូវតែចាត់ការជាមួយយូហ្វឺដើម្បីដោះស្រាយឲ្យបានមួយគ្រាសិន